Untuk bayar nusan. Hello ជំរាបសួរបានពុកម៉ែបងប្អូនហើយថ្ងៃនេះគឺចេញវឡុកប្លែកទៅដែរវឡុកថ្ងៃនេះគឺវឡុកចូលព្រៃម្ដងចូលព្រៃក៏ចូលព្រៃដកចំហួយបាទមកចកាថ្ងៃនេះផងប្រពន្ធក៏នឹកឃើញថាបុកម៉ែលខ្ញីដើម្បីទៅចែវចំហួយឃើញតែធ្លាក់ភ្លៀងមួយមេពីរមេមកគឺថាដីខ្ញុំនេះក៏ធ្លាប់ដុះដែរដល់តែពេលមកក៏ដុះព្រាត់តែម្ដងបាទពុកម៉ែបងប្អូនហើយគឺដុះល្អមែនទែនសារតែបាទទឹកតែដុះទឹកតែចេញទឹកតែទូលដីមកអញ្ចឹងណារត់តែពាំងព្រិចដែរចង់ហូបដោយសារតែខានហូបយូរណាស់មកហើយដល់តែពេលដែរគឺមិនឃើញទេដល់ឃើញចំហួយតែម្ដងបាទពុកម៉ែបងប្អូនដែរបើអីដកយកដីខ្ញុំនេះគឺដុះគ្រប់ប្រភេទតែម្ដងហើយពុកម៉ែបងប្អូនដែរមិនថាផ្សិតផកមិនថាផ្សិតបាយមិនថាតែពាំងព្រិចទូចតែពាំងព្រិចធំគឺដុះព្រាត់តែម្ដងហើយមិនថាផ្សិតក្រៀលផ្សិតកងកគឺដុះណែពុកម៉ែបងប្អូនដែរហើយបន្ទាប់នេះយើងបានមកមួកហើយដោយសារតែយើងមកដុតពយចកាថ្ងៃនេះគឺមកឬចកាដើម្បីឲ្យអត្រាព្យួរតែអត្រាតាន់បានព្យួរទេដោយសារតែរលៃរវល់ព្យួរដីគីចោះណាហើយខ្ញុំក៏ចាប់ផ្ដើមដើររត់ចំហួយហូបបាយហ្នឹងពុកម៉ែបងប្អូនដែរជាមួយកូនពីរតាក់ហ្នឹងម៉ែណែពុកម៉ែបងប្អូនតែខ្ញុំបាទថតកូនទេដោយសារតែកូនគឺអត់ចង់ចូលកាមេរ៉ាទេបាទហើយចំហួយយើងក៏ដុសខ្ចីលហិលហកតែម្ដងពុកម៉ែបងប្អូនហើយបន្ទាប់មកនេះមកដល់គឺយន្តហើយគឺនៅកណាចកាតែម្ដងមកលុបឈើតិចទៀតប្រពន្ធក៏ចាប់ផ្ដើមលៀងចំហួយហើយបាទពុកម៉ែបងប្អូនចាប់ផ្ដើមលៀងចំហួយនឹងចែវអែងនៅទៅសភាពក្នុងព្រេងដែរគឺស្ងប់ស្ងាត់លក្ខណៈតែខ្សលមកធម្មជាតិលហិបាទពុកម៉ែបងប្អូនគឺចង់ដេកតែម្ដងជឿចង់ហួយពេលខ្លះយើងស្រោះក៏បានយើងហូបឆៅចែក៏បានអូតលៀងទឹកឲ្យស្អាតបាទពុកម៉ែបងប្អូនតាមភ័ក្រច្រើនគឺបើសិនថាចែវមិលផកចែវអីយើងចែវស្រស់គឺរសជាតិឆ្ងាញ់ចឹងស្រស់ចាំបាទពុកម៉ែបងប្អូនហើយយើងយកទៅស្លោប្រហើក៏បានដែរពុកម៉ែបងប្អូនបានសាច់កង្ហែនសាច់កំប្រុកយើងឡោជាមួយព្រិចផ្ដាស់ក្លេគ្នាទៅគឺអេមតែមែនអីគឺបាយកន្លះកន្ទោគឺចាប់ផ្ដើមស្រូតនឹងហូបណែពុកម៉ែបងប្អូនអើយគឺបែតអីទេគឺស្រុកស្រែបែតតែប៉ាត់តែបែតអីផ្លែកបែតអីបង្ហាញទេគឺមានទាំងត្រប់ញងត្រប់អីមុនដំបងគឺយើងលៀងជួយតែបន្តិចទេដោយសារតែខ្លាចហូបមិនដល់តែពេលមានណាហូបអត់ក្រាន់ទេបាទពុកម៉ែបងប្អូនញៀវរំតោប្រពន្ធគឺហូបមិនឈ្នះខ្ញុំទេបាយថែមរហូតណែផងអីផងហូបផងផោផងចឹងណាពុកម៉ែបងប្អូនប្រពន្ធគឺហូបជួយមួយគឺសិតតែកាច់ជាពីរបើខ្ញុំវិញមួយម៉ាត់ដោយសារតែយើងជំរឹះយកតែអាណប់មកហូបគឺជាតិតែបងប្អូនណាខ្លះដែលធ្លាប់ហូបជួយហើយតែបងប្អូនណាខ្លះដែលខាងមានជួយដុសមានអីហើយបើខាងខ្ញុំគឺចាប់ផ្ដើមដុសបដើតែមិនសូវសម្បូរទេបាទពុកម៉ែបងប្អូនដែរគ្រាន់តែថាបានហូបខ្លួនឯងចឹងណាមិនបងអង្គយូរទេក៏ស្រូតយឺតយ៉ាវតែម្ដងឯងពុកម៉ែបងប្អូនអើយថាចិត្តផ្ដាំតែម្ដងហើយខ្ញុំអត់ដែរបានហូបទេគឺហូបតែពីឆ្នាំតោតែឆ្នាំនេះគឺចាប់ផ្ដើមហូបម្ដងទៀតហើយបាទពុកម៉ែបងប្អូនយើងងឹតផ្លែធម្មជាតិចេះគឺរសជាតិវាគឺអេមឆ្ងាញ់តែម្ដងហើយបាទអូយមិនអីផ្លែកទេបាទពុកម៉ែបងប្អូនដាក់ទៅក៏ស្រីជ្រៀកតែម្ដងបងប្អូនធ្លាប់ហូបមិនដឹងថាវារសជាតិបែបណាខ្ញុំហូបគឺឆ្ងាញ់របស់ដុសចេញពីព្រៃធម្មជាតិដុសមួយឆ្នាំមិនម្ដងចេះគឺរសជាតិអេមតែម្ដងបាទពុកម៉ែបងប្អូនហើយប្រពន្ធគេថាបោចឲ្យច្រើនដើម្បីទៅថាត្រឡប់ជាមួយព្រិចជាមួយអីចឹងណាហើយប្រពន្ធគេយឺតយកគេថាឆ្ងាញ់ម្លេះដោយសារតែយើងមិនដែលហូបដែរបានឆ្ងាញ់តាមពិតទៅគឺរសជាតិជួយឲ្យឆ្ងាញ់បែបនេះបាទពុកម៉ែបងប្អូនគឺដាក់ទៅគឺខ្ញុំដាក់មួយម៉ាត់គឺទិសតែម្ដងបាទពុកម៉ែបងប្អូនខ្ញុំឃើញវីដេអូបងចរណៃបាទកាត់ហូបជាមួយបុកឡុងជាមួយអីនោះគឺរសជាតិប្រហែលជាអេវីដេអូខ្ញុំថ្ងៃនេះក៏សូមស្លេះត្រឹមនេះសិនហើយបាទ